បាទអ្នកតស៊ូដ៏អស្ចារ្យស្វាគមន៍មកកាន់វគ្គពិសេសអ្វីដែលទស្សនិកជនទស្សនានៅទីនេះផ្ទាល់ក៏រងចាំហើយទូរទស្សនិកជនដែលទស្សនានៅគេហដ្ឋានហ្នឹងក៏កំពុងតែរងចាំនៅវគ្គពិសេសនេះពីព្រោះថាវគ្គដូចជំរាបជូនអញ្ចឹងវគ្គសុបិនខ្លាយជាការពិតនេះគឺជាវគ្គដែលមានប្រជាប្រិយខ្លាំងមែនទែនជាមួយនឹងកម្មវិធីតន្ត្រីខារ៉ាបាវរបស់យើងអញ្ចឹងជឿជាក់ថានៅក្នុងសប្តាហ៍នេះគឺមានអ្វីប្លែកមកទៀតដែរប្លែកទៀតហើយសំណួរហ្នឹងក៏ប្លែកដែរសំណួរហ្នឹងវាត្រូវនឹងសាច់រឿងខ្ញុំទៀតហើយតិចទៀតហ្នឹងបាទអរគុណឥឡូវវគ្គនេះគឺអ្វីដែលរងចាំបានឈានចូលមកដល់ហើយសូមប្រោសសម្ដែងស្វាគមន៍ដល់បេក្ខជនបេក្ខនារីរបស់យើងចាសុទ្ធតែជាកំឡោះសន្តាអូបាទជំរាបសួរជំរាបសួរបាទជំរាបសួរបាទបាទសូមអញ្ជើញមកខាងនេះបងប្រុសទាំងអស់គ្នាអូមានបងស្រីមួយដែរបាទបេក្ខនារីជាមួយនេះអូនជិះស្មើលើគ្នានឹងមកបាទសិតតែអ្នកក្លាហានហើយពីររូបឡើងមកនេះមិនធម្មតាទេទោះបីជាមានបរិសច្រើនជាងប៉ុន្តែតាំងចិត្តតាំងអារម្មណ៍ថាមិនខ្លាចដូច្នេះត្រៀមមកជួបជាមួយនឹងការលបងប្រាជ្ញាក៏ជាលបងសមត្ថភាពសូមជំរាបជូនឈ្មោះក៏ដូចជាអាសយដ្ឋានបាទសូមជើញបងស្រីសូមជម្រាបឲ្យទស្សនិកជនស្គាល់មកពីច្បារអំពៅបងអាយិនមកពីច្បារអំពៅភ្នំពេញទេណាចុះកណ្ដោះបានបន្តទៀតឈ្មោះអាការមកពីសែនសុកមកពីសែនសុកពេញដែរមិត្តភក្តិគ្នាអត់ទេបាទខ្ញុំមកពីខេត្តបាត់ដំបងទៅមកអាយ៉ាយ៉ាថាតំចុះការ៉ាតេមកអ្នកជំរាបមកសូមស្គាល់ឈ្មោះផងបាទលាកឈ្មោះឲ្យមិនប្រងលាកឈ្មោះឲ្យមិនបាទខ្ញុំឈ្មោះសុវិនិច្ឆ័យបាទសុវិនិច្ឆ័យវ៉ាវសុវិនិច្ឆ័យមកពីខេត្តបាត់ដំបងបាទសូមជម្រាបសួរបងប្អូនទស្សនាទីនេះសូមជម្រាបសួរបងបាទបាទខ្ញុំឈ្មោះដេមញ៉ាហើយខ្ញុំមកឈ្មោះតេនញ៉ាដេមញ៉ាអូឮតែតេនញ៉ាបាទខ្ញុំមកពីខាងខេត្តព្រះវិហារសំទោណាព្រះវិហារខេត្តមួយដែលខ្ញុំមិនទាន់បានទៅសោះបាទខ្ញុំទៅ3ដងហើយបាទបាទឈ្មោះច័ន្ទរាមកពីខេត្តស្វាយរៀងស្វាយរៀងអូឆ្ងាយឆ្ងាយណាស់បាត់ដំបងព្រះវិហារស្វាយរៀងបងប្រុសបាទខ្ញុំឈ្មោះឆានុនមកពីបឹងតបៃអូភ្នំពេញភ្នំពេញ3អ្នកខេត្ត3បាទគឺមានបាត់ដំបងមានព្រះវិហារនិងស្វាយរៀងខេត្តចិត្តគ្នាបកហើយបាទឥឡូវចូលដល់ខាងអាជីពជាអ្នកសិល្បៈឃើញថាអ្នកទាំងអស់គ្នាដែលឡើងមកបានដឹងច្បាស់ហើយថាវគ្គនេះគឺសុទ្ធតែមានបំណងចង់คลายទៅជាផ្នែកអីមួយនៃសិល្បៈអញ្ចឹងសួរបងស្រីក្នុងវិស័យសិល្បៈហ្នឹងតើផ្នែកណាមួយដែលបងចូលចិត្តច្រៀងបងច្រៀងបងស្រីបន្តច្រៀងបងច្រៀងបងប្រុសបាទខ្ញុំមាន3ច្រៀងរាំមាននឹងសម្ដែងអូចាសរុប6ហ្នឹងណាបាទបាទខ្ញុំក៏ជួយចិត្តច្រៀងនិងសម្ដែងបានសម្ដែងបងប្រុសបាទខ្ញុំគឺច្រៀងច្រៀងបាទបងប្រុសខ្ញុំចូលចិត្តច្រៀងដែរច្រៀងខ្ញុំចាប់អារម្មណ៍បេក្ខជនមកពីខាងបាត់ដំបង No, but Bad Tambang. Bad Tambang. No, yeah. Bad Tambang. Okay. Come from Bad Tambang. Okay, you're here. Yeah, here is like you. Yeah. No. Okay, រួចដូចគ្នា No. ត្រង់ហើយ គៀប5ដងហើយតាមមកសទុះទេត្រង់ហើយ ពេលមិនរួចដូចគ្នា ខ្ញុំចូលចិត្ត three kind 3ប្រភេទអូខេយូរណាស់អូតោះចាប់បានមកណាបាទសូមជើញក្រោយបាទស៊ីមកខ្លាំងណាស់ដល់ខុសហើយអូខេអូនបត់ណាគេបត់តារាចម្រៀងរូបណាដែលបងអូនពេញចិត្តនីកូបងនីកូបត់ចម្រៀងអ្វីដែលចង់បកស្រាយនេះពេលនេះលេខទូរស័ព្ទបងសោះគេប្រាប់ថាច្រឡំលេខអូខេលេខទូរស័ព្ទបងសោះប្រាប់សូមជួបជាមួយនឹងការបកស្រាយរបស់លោកនីកូសូមជើញបាត់យ៉ាងណាមែនទីតនិចអស់ចប់ហើយភ្លុកកិនថាស្នេហ៍យើងសងសានព្រោះយើងបានស្បន់ថាមិនក្បន់គ្នាក្រុមវេលាព្រះពីងអូនបងសែនផ្អែមពីរងនឹងបងស្រលាញ់អូននឹងអូនអើយដេញឡើយត្រានត្រើយចិត្តអូនបដូរភ្លឹងអូនក្បន់បងអូនក៏ដឹងច្បាំងហើយអ្វីប្រឹងកិច្ចកាលេងទូរស័ព្ទបងសងគេប្រាំថាច្រឡំលេងហើយក្នុងចិត្តបងឈឺអិនស្បើយពេលអូនប្រាបាទអរគុណច្រើនដូចណាស់បាទដូចតទៀតបាទរៀងតែម្ដងសូមថយបាទបន្តបេក្ខជនមកពីខាងខេត្តស្វាយរៀងតើបងអូនពេញចិត្តបទចម្រៀងអ្វីតារាចម្រៀងរូបណារូបណាបាទ
បងខេមរៈស្រីមុន ខេមរៈស្រីមុនបាទ បាត់អ្វីដែលចង់លើកជាមួយច្រៀង សារភាពស្នេហ៍នៅមន្ទីរមានជ័យ សារភាពស្នេហ៍នៅបន្ទាយមានជ័យឆ្ងាយណាស់បាទដូច្នេះសូមលោកលោកស្រីនិងនាងកញ្ញាដែលមានបទពិសោធន៍នេះរីករាយជាមួយនឹងលោកខេមរៈស្រីមុនអស់ហើយស្រែកពីមុនមកអស់ហើយ ខ្ញុំសូមសារភាពរាប់ព្រៀបពាក្យ ខេត្តព្រះវិហារ តោះអ្នកព្រះវិហារ ឆ្ងាយដាច់អាឡ័យ បាទ បាទអរគុណបាទជួយចិត្ត បារាចម្រៀងរូបណាដែរបាទ ពីដើមឬក៏ឥឡូវបាទ ចូលចិត្តតារាចម្រៀងគឺលោកពូណយវណ្ណេត ណយវណ្ណេត បាត់ជំនាញអ្វីដែរ បាទ បាទ ហ្មងបាទ មានអីទៀតតងបាត់ព្រះវិហារទៅមានទេបាទមានទេបាទបាត់ បុផាកោះញែកអី អេ សម្រាប់បផាកំពង់ធំ សម្រាប់ សម្រាប់បផាកំពង់ធំ ខ្លាជន់ដំរីជន់ខ្លាខ្វាច់ដំរី ជាបន្តសូមរីករាយជាមួយនឹងការបោះស្រាយរបស់លោកណយអ្នកខេត្តបាត់ដំបង បាទបរិសសង្ហា គាត់តែមើលដល់សេរីមុនបាត់ហើយបាទស្ទាយនេះបាទ បាទខ្ញុំច្រៀងចម្រៀងមួយបទក្រុមចំណងជើងថាឈួតព្រោះស្រឡាញ់អូន មែន ឈួតព្រោះស្រឡាញ់អូន គ្រប់ត្របងស្រីមុនជានិច្ច ចា អើមើលស្ទាយដឹកហ្មងទីម៉ែមុនដឹងពីដើរចូល 1000ភាគ1000ហ្មងបាទ បាទលៀនពាក់មួយលៀន បាត់ នោះ អីមិញបាទបាត់អី ឈួតពោះស្រឡាញ់អូនកាយវិការឲ្យស៊ីបាត់ជំនាញផងណាបាទឈួតបាទ គួតព្រោះស្រឡាញ់អូន ជាបន្តសូម Please ladies and gentlemen you're welcome Mr. Camera Serai Mata នៅក្នុងពេលនេះសូមប្រកាសនាងគឺជាសង្សារហើយក៏មិនឲ្យអ្នកណាប៉ះពាល់ជីវ៉ាក្រៅពីខ្ញុំបាទទេរឿងនេះខ្ញុំមិនមែនលោលេហើយក៏មិនមែនឈុតសំដែរគឺខ្ញុំហួងហែងខ្លាចគេប្រជែងអត់តងលងលងដណ្ដើមយកស្មួនពីដៃមិនអាចឲ្យថ្លៃឲ្យដៃទៅគេកាត់ចិត្តស្នេហ៍នៅពេញក្នុងអរ៉ាមិនយ៉ាងណាក៏នៅតែស្នេហ៍ថ្លៃប្រច័ណ្ឌអូនរៀងរាល់ថ្ងៃបងដឹងថាស្មោះតែបងព្រមមិនបានស្ទើររាប់សាពេលណាអូននៅក្បែរគេពេលណាអូននៅក្បែរប្រុសថ្មីដឹងទេចិត្តនេះស្ទើរឈួតឡប់ បាទ ចាអរគុណ ខ្ញុំមិញមកដៃចង់ផ្ងាក្រោយ ចា បាទតោះជាបន្ត តោះសូមអញ្ជើញបងស្រី បែកកណ្ដារីមកពីខាងភ្នំពេញបទចម្រៀងដែលបងស្រីពេញចិត្តតើជាបទអ្វីដែរបាទ បាទ គ្មានថ្ងៃអូនបានធ្វើប្រពន្ធបងទេ គ្មានថ្ងៃបានធ្វើ ការបោះស្រាយរបស់ សុកពិសី ពិសី អូ សុខពិសី បាទសូមអញ្ជើញមកមុខទីមកបងស្រី សូម ចាសូមជើញ លោកស្រីនាងក ឈ ញ្ញា ប់សិនសុកពិសីថ្ងៃនេះរៀងភ្លេចស្បែកជើងកែងមក អត់ទេស្បែកជើងកែងនឹងបាក់នៅមុខឆាកនោះបាត់ហើយ អត់ទេអាមកជាហៀងទៀតនៅពាក់កើតែមុតដៃគោលបាទ អត់ទេអាមកជាហៀងជិះឆ្កែគៀមបាត់ហើយ
សូមរីករាយជាមួយនឹងការបោះស្រាយរបស់កញ្ញាសុកពិសេស1 2 3 អារម្មណ៍ជាមនុស្សស្រីគឺដូចគ្នាពេលមានស្នេហាតែងចង់ឲ្យថិតថេរមិនដែលគិតចង់បែកទេតែងតែស្រមៃថាបានក្បែរមនុស្សខ្លួនស្រឡាញ់មួយជីវិតតែសំណាងមិនមានដូចការគិតការបាត់ខ្លះកើតឡើងដូចរឿងប្រឌិតស្រឡាញ់គ្នាចិត្តនឹងចិត្តស្នេហ៍ពិតតែមិនអាចជួបគ្នាប្រឹងព្យាយាមយ៉ាងណាក៏នៅតែបានរវាងយើងបានត្រឹមជាសង្សារយ៉ាងណាក៏មិនលើសពីនេះដែរទោះព្យាយាមចង់ជួបចង់ថយចង់ក្បែរអាចបានត្រឹមក្បែរគ្នាតែក្នុងពេលខ្លី បាទអរគុណច្រើនបាទតោះ សុកពិសីនេះច្រៀងលៀនដាតនឹងថ្លែនហើយបាទ គាត់លក្ខណៈកូនកាត់ កូនកាត់ថ្លែនជាងយើង តោះអូនបទជំនាញអ្នកណាគេដែលអូនពេញចិត្តបាទ អាណិតបងធေါ် អូសុ អា ក ណិ ពិ ត សេស បងធัว សុកពិសេសដែរណា សុកពិសីទៀតហើយបាទ ជាបន្តសូមលោកអ្នករីករាយកំសាន្តនិងស្ដាប់នៅបទចម្រៀងការបកស្រាយរបស់កញ្ញាសុកពិសេស ពេលឮភ្លេងការទឹកភ្នែកខ្ញុំហូរស្រង់មកពន្ទោអាណិតមនុស្សម្នាក់មានពាក្យចង់សួរតែបានព្រមលាក់ទូចង់បញ្ជាក់ក៏យឺតពេលហើយបេះដូងពីបញ្ច្រានគឺគ្នាពេលនេះមិនអាចបកក្រោយបងប្អូនធូរធ្លុំឆ្លងឆ្លើយមិនដឹងឡើយមានម្នាក់ខូចចិត្តអានឹងបងធូរខំស្រឡាញ់ខ្ញុំតែគាត់មិនព្រមប្រឹងនៃការពិតអ្នកណាស្មានដឹងបើចិត្តត្រូវចិត្តមិនដឹងគិតអ្វីស្មានតែរកបាទអរគុណនិយាយពីខ្ញុំនេះទៀងស្ដាប់ឡើងចង់ឡើងបាយទៅជាអីបាទ ថ្ងៃនេះសុកពិសេសច្រឡំហូបខ្វិតបាទ សុំឈើមកខិតមកមុខស្មើគ្នាមកបាទ បាទបើសិនជាគាត់អីណែហូបតែកទួតឲ្យបាញ់ដល់ខ្វិតបាទសំលេងបាទសំលេងរៀងបថយច្រើនតិចបាទ អរគុណច្រើនឥឡូវនេះពេលវេលាក្នុងការដាក់បន្ទុកជូនទៅដល់បេក្ខជនបេក្ខនារីដែលបានធ្វើការប្រកួតប្រជែងជាមួយនឹងសមត្ថភាពពិតរបស់គាត់ទាំងអស់គ្នាបាទយើងនឹងសុំការស្វាគមន៍ពីសំណាក់ទស្សនិកជនដែលទស្សនានៅទីនេះផ្ទាល់ប្រសិនបើពេញចិត្តទៅលើតារាចម្រៀងណាមួយដែលគាត់បកស្រាយបានល្អនោះសូមផ្ដល់ជាសម្លេងស្វាគមន៍ឲ្យបានខ្លាំង បាទបើសិនជាលោកអ្នកគាំទ្រជាមួយនឹងកញ្ញាសុកពិសីបាទសូមសម្ដែងស្វាគមន៍បាទសុកពិសីទី1បាទ បាទនៅទីនឹងហើយ បើសិនជាលោកអ្នកបាទទទួលនឹងការគាំទ្រយ៉ាងខ្លាំងសម្បើមចំពោះកញ្ញាសុកពិសេសទី2សូមសម្លេង នៅទីនឹងចោះដូចប្រហាក់ប្រហែលគ្នា បើសិនជាលោកអ្នកគាំទ្រជាមួយលោកកាមេរ៉ាសេរីមុនជាងញាប់ដោយម៉ាស៊ីនផងសូមសម្លេង បាទថយក្រោយវិញបន្តិច បើសិនជាលោកអ្នកគាំទ្របាទជាមួយនឹងលោកកាមេរ៉ាសេរីមុនដើមថ្នោតសូមសម្លេង ឡើងមុខមួយជំហាន បើសិនជាលោកអ្នកគាំទ្រជាមួយនឹងលោកណយវណ្ណិតសូមសម្លេង 2 ជំហាន បើសិនជា ទៅមុខមួយហ៊ានទៀត បើសិនជាលោកអ្នកគាំទ្រជាមួយនឹងលោកនីកូសូមសម្លេង
បាទអាចថយបន្តិចក៏បានឬក៏ទៅតែម្ដងទៅបាទទាំង4ហ្នឹង ចា ទៅទទួលរង្វាន់នៅខាងក្រោម បាទអរគុណនៃការចូល ឥឡូវ រួម នេះ ណា គឺ បងណាបាទ ពីររូបនេះគឺយើងនឹងស្វែងរកជើងខ្លាំងតែមួយរូបទេដើម្បីយកទៅប្រកួតជាមួយនឹងបេក្ខជននិងបេក្ខនារី2សប្តាហ៍កន្លងមកនោះឥឡូវនេះសូមការគ្រប់គ្រងឲ្យបានដាច់ប្រសិនបើ ឥឡូវចេះលោក hero អញ្ចឹងហ៎ សូមឲ្យគាត់បកស្រាយខ្លីបានហើយតើបើឃ្លីបានទេណាបាទ តោះឥឡូវសុំបន្តិចមិនបាច់ភ្លេងទេតោះលោកសេរីមុន បត់ផ្សេងមួយទៀត បាត់ផ្សេងមកមកកន្លែងណាគិតតែឃ្លីកន្លែងណាព្រោះដកមកឃ្លីមកតោះ ចា មួយខ្ញុំរាប់ជូនណា 1 2 3ចាគាត់រកនឹកសិន ឥឡូវឲ្យលោកពូណយវណ្ណិតមុន អញ្ចឹង ណា ឲ្យលោកពូណយវណ្ណេតមុនមកតើលោកអ៊ំណយវណ្ណេតបាទ បត់អីក៏បានដែរក្រៅពីបត់មិញបាទ ក៏ពីបត់មិញចេះបត់អីខ្លះដាក់ទៅតាមការនឹកឃើញលោកពូបាទ បត់អីបាទ ឈប់ទន់រាប់ផងយពេនេះឃើញក្បាលមេក្រូមិនបានហ្មងរាប់សិន 1 2 3 3 បងនឹកអូនពេកមើលមេឃមើលផ្កាយឆ្ងាយអើយសែនឆ្ងាយព្រលឹងឆោមឆាយអូននឹកបងទេជាតិនឹងគ្មានអូននឹមនួនមៀងមេបងមិនរស់ទេព្រោះនាំខ្មាស់គេស្នេហ៍គ្មានសមរង បាទ អរគុណដល់ទៅលើកយកលោកពូណយវណ្ណេតអីដូចមានការចាប់អារម្មណ៍បាទ បាទឥឡូវលោកខេមរៈសេរីមុនបាទតើលោករើសបត់ចម្រៀងអ្វីដើម្បីប្រកួតជាមួយលោកពូណយវណ្ណេតបាទ មនុស្សសំណល់បង មនុស្សសំណល់ឃ្លីបានទេណារើសឃ្លីកន្លែងណាក៏បានដែរទីព្រោះណាពេញចិត្តតា ព្រោះយកកន្លែងហ្នឹងមកណា គិតថាកន្លែងណាដែលជាព្រោះចាំជ្រៀងណាយក air ឬក៏ refrain ទី1ឬក៏ romance ទី1 romance ទី2 romance ទី3 បាទតែកន្លែងណាក៏បានដែរស្រែចិត្តខ្ញុំរាប់ជូនតោះ ចិត្តតោះ 1 2 3 អូននឹងស្ដាយក្រោយពេលឃ្លាតបងទៅធ្វើតាមចិត្តពើបងនៅនាំតែសៅមកសូមជូនដំណើររូបគេហើយនឹងនួនល្អងបំភ្លេចស្នេហ៍ចាស់កន្លងបំភ្លេចមនុស្សអូនធ្លាប់ស្នេហ៍ បាទ ឥឡូវនេះចាប់ផ្ដើម ឥឡូវនេះចាប់ផ្ដើមរោគអ្នកដែលទទួលបានជ័យលាភីលេខ គឺតែ 1 ម្នាក់ទេចាំមកច្បា បើ ស់ សិនជាលោកអ្នកគ្រប់គ្រងចំពោះការបកស្រាយរបស់លោកពូណយវណ្ណិតសូមសម្លេងបើសិនជាលោកអ្នកគ្រប់គ្រងចំពោះការបកស្រាយរបស់លោកខេមរៈសេរីមុនសូមសម្លេង អូយើងរកឃើញហើយអញ្ចឹង ចា យើងឃើញថាថ្ងៃនេះលោកពូណយវណ្ណេតបានវាយប្រហារ វ៉ាដាច់តែម្ដងបាទ ខេមរៈសេរីមុនសម្បើមណាស់បាទអញ្ចឹងសូមលោកសេរីមុនអញ្ជើញទៅកាន់ ចាអរគុណ បាទ ច្រើន ជាប់ទៅផងបាទ អរគុណបាទអរគុណចា៎នៃការចូលរួមបាទអរគុណណាបាទ សូមក្រុមការងារមានជារង្វាន់យកមកជូនលោកពូណយវណ្ណេតពិសាបាទគឺ លោកពូណយវណ្ណិតចេះបាត់ណែខានជប់គ្នាយូរទេបាទបាត់លោកពូណយវណ្ណិតបាទចេះទេបាទបាត់នៅពីរោះណាបាទ បាទ បាទ បាទមក ចេះទេ សុំ បាទ កាន់ម៉ៃមកសុំកាន់មីក្រូមក សុំតែបន្តិចដំបងបានទេបាទ បាទ បាទមួយខានជួបគ្នាយូរទីដាទីដា ខានជួបគ្នាយូរ បានហើយប៉ុណ្ណឹងបានហើយបាទ អរគុណ តើលោកមានពេញដីអរគុណ អីចុង ដល់ ក្រោយបាទ ខារ៉ាបាវបាទសូមជ័យ សូ បាទ មអរគុណដល់ម្ចាស់ឧបត្ថម្ភបន្តិចទៅបាទមានអីខ្លីៗ បាទសូមអរគុណដល់ ខារ៉ាបាវ បាទភេទជ្ជៈខារ៉ាបាវបាទភេទជ្ជៈខារ៉ាបាវគឺជាភេទជ្ជៈមួយដែលពោកម្លាំងបាទបើបងប្អូនទទួលទានសូមទទួលទានភេទជ្ជៈខារ៉ាបាវចូល បា បាទ ទសូមសួរតាចេះបើសិនជាមានលោកនៅភ្នំពេញទេបច្ចុប្បន្ននេះបាទ បាទភេទជ្ជៈខារ៉ា បាទ បាវ អត់ទេចង់សួរថាវត្តមានលោករាល់ថ្ងៃហ្នឹងនៅទីក្រុងភ្នំពេញហ្នឹងទេ បាទខ្ញុំនៅទីក្រុងភ្នំពេញ អូមិនអីទេបាទ អញ្ចឹងសូមជើញទៅខាងក្រោមហើយជួបក្រុមការងារគេនឹងរៀបចំឈ្មោះបងទុកណាសូមជើញបាទអរគុ ចា ណ អរគុណច្រើនបង បាទអរគុណតោះសូម ខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យ វគ្គក្រោយលោករៀនបានទស្សនារីរីជាមួយបទចម្រៀងពីរោះព្រោះជាបន្តពីកម្មវិធីតន្ត្រីខារ៉ាបាវ តន្ត្រីខារ៉ាបាវអនុញ្ញាតសម្រាប់មួយផ្លែសិន